បាទយើងចូលមេរៀនយើងបន្តទៀតមេរៀនទី3សាធារណរដ្ឋបារាំងនៅក្នុងសង្គ្រាមលោកលើកទី2កងទ័ពអាល្លឺម៉ង់បានវាយលុកចូលប្រទេសបារាំងដោយឆ្លងកាត់ប្រទេសហូតង់និងបែលហ្សិកតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះប្រទេសបារាំងទាំងមូលត្រូវទាហានអាល្លឺម៉ង់ចូលលុកលុយស្ទើរគ្រប់ទីកន្លែងប្រជាជនបារាំងបានភៀសខ្លួនចេញពីតំបន់អាល្លឺម៉ង់ត្រួតត្រានៅចំពោះមុខនៃការបាត់បង់តុល្យភាពបារាំងបានចុះសន្ធិសញ្ញាចាញ់សង្គ្រាមថ្ងៃទី22ខែមិថុនាឆ្នាំ1940ប៉ុន្តែឧត្តមសេនីយ៍ De Gaulle បានប្រកាសតាមប៉ុស្តិ៍វិទ្យុពីប្រទេសអង់គ្លេសនៅថ្ងៃទី18ខែមិថុនាឆ្នាំ1940ឲ្យប្រជាជនបារាំងក្រោកតស៊ូពេលនោះក្នុងប្រទេសបារាំងមានការបង្កើតរដ្ឋាភិបាលមួយដោយសហការជាមួយអាល្លឺម៉ង់ឈ្មោះរដ្ឋាភិបាល VC ដែលឧបត្ថម្ភអធិស្ឋានដែលមានឧត្តមសេនីយ៍ប៉េតាំងជាអ្នកដឹកនាំបារាំងបានប្រមូលយកផលិតផលកសិកម្មនិងឧស្សាហកម្មទៅផ្គត់ផ្គង់កងទ័ពអាល្លឺម៉ង់ថែមទាំងមានកម្មករបារាំងមួយភាគធំត្រូវជាប់កំណែនការងារក្នុងប្រទេសអាល្លឺម៉ង់ទៀតផងចំណុចទី1ការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន 1.1 ការរីកសាយនៃសង្គ្រាមលោកលើកទី2នៅក្រោយពេលដែលប្រទេសនៅអឺរ៉ុបជាដៃគូចុះចាញ់កងទ័ពអាល្លឺម៉ង់អង់គ្លេសជាប្រទេសតែមួយគត់ដែលទប់ទល់នឹងអាល្លឺម៉ង់ប្រកបដោយក្តីសង្ឃឹមប្រកបដោយក្តីអស់សង្ឃឹមក្រោយពីដណ្ដើមជ័យជំនះបានដោយងាយនៅថ្ងៃទី22ខែមិថុនាឆ្នាំ1941អាល្លឺម៉ង់បានបន្តវាយទីទៅដល់សហភាពសូវៀតនៅអាស៊ីមហាអំណាចជប៉ុនបានបើកការវាយប្រហារវាយលុកនៅតំបន់ប៉ាស៊ីហ្វិកប្រឆាំងនឹងសហរដ្ឋអាមេរិកជាពិសេសទៅលើមូលដ្ឋានជើងទឹកនៅហាវ៉ៃនៅថ្ងៃទី7ខែធ្នូឆ្នាំ1941នៅឆ្នាំ1942កងទ័ពជប៉ុនបានវាយលុកលុយអាស៊ីទាំងមូល 1.2 ចលនាតស៊ូប្រឆាំងអាល្លឺម៉ង់ភាពសាហាវយំខ្នងទៅលើប្រជាជននៅតាមតំបន់ដែលពួកអាល្លឺម៉ង់ត្រួតត្រានាំឲ្យប្រជាជនភ័យខ្លាចមិនព្រមចុះចូលពួកគេបាននាំគ្នារត់ចូលព្រៃលាក់ខ្លួននៅតាមតំបន់ភ្នំនិងរាយការណ៍ជាសម្ងាត់ដល់ពួកសម្ព័ន្ធមិត្តអំពីសកម្មភាពកងទ័ពអាល្លឺម៉ង់ពួកអាល្លឺម៉ង់ក៏មានបណ្ដាញស៊ើបការណ៍តាមដានចាប់ជំរំប្រមូលផ្ដុំនៅអូស្វីកឬក៏យកទៅសម្លាប់ចោលនៅអូរ៉ាឌូនៅថ្ងៃទី6ខែមិថុនាឆ្នាំ1944កងទ័ពសម្ព័ន្ធមិត្តបានបើកការវាយលុកយ៉ាងខ្លាំងទៅលើកងទ័ពអាល្លឺម៉ង់នៅតំបន់ន័រម៉ង់ឌីកងទ័ពភាគច្រើនជាទាហានសហរដ្ឋអាមេរិកនិងអង់គ្លេសបញ្ជាដោយឧត្តមសេនីយ៍អេស៊ីតហាវ័រនៅថ្ងៃទី15ខែសីហាឆ្នាំ1944កងទ័ពអាមេរិកមួយផ្នែកបានចូលរួមជាមួយចលនាតស៊ូបារាំងនៅតំបន់ប្រូហ្វង់ចលនាតស៊ូបានវាយស្ទាក់ពួកសត្រូវគ្រប់ទីកន្លែងហើយបានជំរុញច្រានព្រមទាំងចាប់ឆ្លើងសឹកនៅថ្ងៃទី8ខែសភាឆ្នាំ1945អាល្លឺម៉ង់បានប្រកាសដាក់អាវុធចំណែកនៅសមរភូមិប៉ាស៊ីហ្វិកវិញជប៉ុនទម្លាក់អាវុធនៅថ្ងៃទី15ខែសីហាឆ្នាំ1945